អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាមេរៀនទី1ដែលយើងនឹងសិក្សាពីរបៀបនៃការដំឡើងទៅលើកម្មវិធី Adobe Illustrator 2023ដូច្នេះមេរៀនដែលយើងត្រូវសិក្សាទាំងស្រុងក្នុងការប្រើប្រាស់កម្មវិធី AI ហ្នឹងគឺយើងសិក្សាលើ version 2023ឡើងទៅតែម្ដងណាអូខេអញ្ចឹងកម្មវិធីដែលយើងសិក្សានៅក្នុងវគ្គ AI ហ្នឹងគឺខ្ញុំបង្រៀនពីកម្រិតមូលដ្ឋានណារហូតដល់កម្រិតខ្ពស់តែម្ដងមានន័យថាបងប្អូនបានសិក្សាលម្អិតពីមូលដ្ឋានក្នុងការប្រើប្រាស់ឧបករណ៍ឬក៏បច្ចេកទេសក្នុងការគូរក្នុងការរចនាផ្សេងៗរហូតដល់យើងប្រើប្រាស់ទៅជាផ្លូវការដូចជាការរចនាទៅលើ logo រចនាទៅលើ banner រចនាអក្សរឬក៏ការធ្វើទៅលើ print production មានន័យថាតកតងទៅនឹងប្រភេទ banner ប៉ាណូធំតកតងនឹងការរចនាប្រភេទទាំងអស់ហ្នឹងគឺយើងនឹងសិក្សាទាំងអស់តែម្ដងអញ្ចឹងនៅក្នុងវគ្គហ្នឹងដែលបងប្អូនបានសិក្សាទាំងអស់គ្នាគឺខ្ញុំបង្រៀនពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់នឹងឯងអូខេឥឡូវនៅក្នុងមេរៀននេះយើងនឹងរៀនរបៀបនៃការដំឡើងទៅលើកម្មវិធី Adobe Illustrator ទាំងអស់គ្នាអូខេនេះគឺជាកម្មវិធី Adobe Illustrator គឺមាន2022ហើយនិង2023ណាដូច្នេះខ្ញុំផ្ដល់ជូនពី version ហ្នឹងពីព្រោះ version ចុងក្រោយគឺ2023នេះហើយណាចឹងនៅក្នុង version ទាំងពីរហ្នឹងងាយស្រួលប្រើដូចគ្នាណាគឺងាយស្រួលក្នុងការប្រើប្រាស់ទាំងអស់គ្នាទេដូច្នេះខ្ញុំដំឡើងតែមួយ version ទេណាគ្នាយើងមើលតែមួយរបៀបទៅដំឡើង version 2022ក៏បាន2023ក៏បានណារបៀបដំឡើងគឺដូចគ្នាអូខេឥឡូវយើងបើកទៅលើ2023មកខ្ញុំคลิกពីរដងអញ្ចឹងវាចេញជា file WinRAR អញ្ចេះណាបន្តមកទៀតយើងទាញវាចេញមកទាញវាទម្លាក់នៅកន្លែងកិច្ចការងាររបស់យើងមកអញ្ចឹងវានឹងធ្លាក់ចូលមកជា folder មួយទៀតណាជា folder ធម្មតាហ្នឹងហើយអញ្ចឹងរងចាំបន្តិចពេលដែលវា extract ចប់វានឹងមានជា folder ធម្មតាមួយនៅលើនេះណាអូខេអញ្ចឹងរងចាំបន្តិចអូខេឥឡូវវាបាន90ជាងហើយចិត្តរួចរាល់ហើយអូខេអញ្ចឹងគឺបានពលាចេញមកហើយនេះគឺជា file ហ្នឹងហើយ file នៅក្នុងនេះអញ្ចឹងអត់ពិបាកទេក្នុងការដំឡើងគ្នាយើងបានជា folder ប៉ុណ្ណឹងហើយគ្នាយើងគ្រាន់តែចុចចូលមកហើយយើងមើលពាក្យថា set up ណា right click លើវាមកយកពាក្យថា open ទៅអញ្ចឹងធ្វើការរងចាំបន្តិចកន្លែងនេះបើសិនជាគ្នាយើងមើលអត់ឃើញទេយើងយកពាក្យថា yes មកអញ្ចឹងបន្ទាប់ពីចាញ់ប៉ុណ្ណឹងហើយគ្នាយើងមិនតម្រូវឲ្យកែឬក៏កំណត់កន្លែងណាទៀតទេគ្រាន់តែចុចយកពាក្យថា continue ទៅអូខេអញ្ចឹងបន្ទាប់ពីបានដល់កន្លែងហ្នឹងហើយគ្នាយើងមើលនេះវាកំពុងតែ installing ហើយអញ្ចឹងការដំឡើងទៅលើកម្មវិធីនេះវាអត់ជាយូរប្រហែលទេណាហើយគ្នាយើងរងចាំបន្តិចទៅវាដំឡើងចប់លើហើយដូច្នេះការដំឡើងគឺមានភាពងាយស្រួលទេមិនជាស្មុគស្មាញអីប្រហែលទេណាហ្នឹងហើយពេលដែលវាដំឡើងចប់យើង close វាចោលទៅអូខេឥឡូវចិត្តរួចហើយអញ្ចឹងការដំឡើងគឺលឿនបន្ទាប់ពីវាបានដំឡើងបញ្ចប់ហើយណាគឺយើងដំឡើងមានន័យថាយើងបានជោគជ័យហើយការដំឡើងរបស់យើងហើយយើងចុចយកពាក្យថា close មកបន្តមកទៀតគ្នាយើងមកមើលពាក្យថា resources คลิกចូលមកហើយគ្នាយើង copy file ពីនឹងមក right click ហើយយកពាក្យថា copy បន្តមកទៀតយើងបាននេះចោលបន្តមកទៀតយើងចូលកន្លែង window របស់យើងមក start window របស់យើងហើយយើងមកវាយពាក្យថា Adobe Adobe Illustrator របស់យើងណា right click លើវាមកបន្តមកទៀតគ្នាយើងយកពាក្យថា open file location ចុចមកអូខេអញ្ចឹងយើងឃើញ file នេះ Adobe Illustrator របស់យើង2023ណាហ្នឹងហើយអញ្ចឹងបន្តមកគ្នាយើងគ្រាន់តែ right click ហើយយកពាក្យថា zoom more option ណាបន្តមកទៀតយើងយកពាក្យថា send to ហើយយកពាក្យថា desktop គោលដៅរបស់យើងចង់បញ្ជូនកម្មវិធីហ្នឹងទៅលើ desktop របស់យើងណាចុចបោះមកអញ្ចឹងយើងមកមើលនេះណាវាមាននៅលើ desktop របស់យើងហើយបន្តមកទៀត right click យកពាក្យថា open file location មកដល់កន្លែងហ្នឹងយើងផេះអា file ដែលយើងបាន copy មិញណាផេះវាដាក់មកហើយ refresh របស់វាទៅ take វាអញ្ចឹងមកហើយយកពាក្យថា continue អូខេអញ្ចឹង file ដែលយើង copy មិញគឺរួចរាល់ហើយវាចូលហើយ
ដូច្នេះការដំឡើងរបស់យើងគឺរួចរាល់តែម្ដងណាមានតែប៉ុណ្ណឹងយើងអាចបើកបានណាយើងអាចបើកសាររបងបានថាតើវាចេញឬអត់ណាคลิกពីរដងមកអូខេនេះគឺជាកម្មវិធី Adobe Illustrator 2023គឺវាមានរូបរាងបែបហ្នឹងណាហ្នឹងហើយអូខេអញ្ចឹងមានន័យថាការដំឡើងរបស់យើងគឺបានរួចរាល់អស់ហើយប៉ុណ្ណឹងគឺយើងអាចប្រើប្រាស់បានហើយទៅលើការងាររបស់យើងអូខេអញ្ចឹងរបៀបនៃការដំឡើងទៅលើកម្មវិធី Adobe Illustrator 2023គឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅមេរៀនបន្តទៀតណាសូមអរគុណ